សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីយើងក៏បានមកជួបចំពោះរឿងកម្ពុជាបរកាសគ្មានពីរនៅក្នុងវគ្គទី20ច្រឡំភាគទី20សោះហ្នឹងរឿងរបស់យើងលុបមុនបញ្ចប់នៅពេលដែលពួកគេកំពុងតែនិយាយគ្នាឥឡូវនេះវាដល់ពេលចំពោះលោកស៊ីមិនមើលជាមួយនឹងគំនូររបស់គាត់ម្ដងនៅពេលដែលគំនូររបស់លោកស៊ីមិនគឺបានមើលវាបង្ហាញអំពីទស្សនវិជ្ជាដ៏អស្ចារ្យដែលបានរៀបរាប់ពីអ្វីជាច្រើនដោយពាក្យវាសិតតែប្រកបនៃសរសើរទៅកាន់ជីឆាងឈីងវាពិតជាអស្ចារ្យហើយបញ្យោទៅកាន់មនុស្សគ្រប់គ្នាសិតតែចេតនាដោយផ្សេងគ្នានិយាយទៅការដាំដុះរបស់លោកម្ចាស់យីមិនដឹងថាខ្ពស់ដល់កម្រិតណានោះទេពួកគេពិតជាមានការអំណរគុណជាខ្លាំងសម្រាប់យីឆាងឈីងដែលបានផ្ដល់អំណោយមួយនេះមកកាន់គាត់មើលតែឥឡូវនេះពួកគេចាប់ទុកយីឆាងឈីងដូចជាព្រះបាទទៅហើយស៊ីមិនសុខចិត្តលះបង់អ្វីគ្រប់យ៉ាងសូម្បីតែជីវិតបម្រើទៅកាន់យីឆាងឈីងនេះបានធ្វើឲ្យយីឆាងឈីងមានការភ្ញាក់ផ្អើលស្អីគេគ្រាន់តែគំនូរប៉ុណ្ណឹងសោះហើយចំណែកមនុស្សទាំងពីរនាក់នេះវិញពួកគេក៏បានបង្ហាញពីភាពស្មោះត្រង់និងដើរតាមការពីឬក៏ស្ដាប់បញ្ជាតាមលោកយីនេះបានធ្វើឲ្យយីឆាងឈីងរបស់យើងគឺមិនចង់ឲ្យពួកគេធ្វើឆេះនោះទេហើយក៏បានបញ្យល់ទៅកាន់ពួកគេយ៉ាងជាច្រើនតែម្ដងព្រោះថាពួកគេសិតតែមានគោលដៅជីវិតរៀងៗខ្លួនកុំប្រើជាមួយនឹងពេលរបស់អ្នកដើម្បីខ្ញុំអីបន្ទាប់ពីយីឆាងឈីងបានបញ្យល់ទៅកាន់ពួកគេក៏មិនបានថាអ្វីផងដែរស្ដាប់តាមបញ្ជានឹងការនិយាយរបស់យីឆាងឈីងឥឡូវដល់ពេលចំពោះយីឆាងឈីងបង្រៀនទៅកាន់ណាងគង់ដើម្បីស្វែងយល់អំពីការលេងអុកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមលេងអុកតែម្ដងយីឆាងឈីងរបស់យើងលេងអុកផងនិងបញ្យល់ទៅកាន់ចំពោះលោកណានគង់អំពីការលេងអុកនេះឲ្យកាន់តែស៊ីជម្រៅនិងយល់ដឹងជាមួយវាគឺកាន់តែខ្លាំងការលេងអុកមួយនោះបានធ្វើឲ្យលោកណានគង់កំពុងតែស្ថិតនៅក្នុងការទម្លុះកម្រិតមើលទៅគាត់កំពុងតែស្វែងយល់យីឆាងឈីងក៏បានមកនិយាយជាមួយនឹងពួកគេទាំងពីរនាក់នេះដោយទុកឲ្យចំពោះលោកណានគង់គាត់នៅតែបន្តជាមួយនឹងការយល់ដឹងជាមួយនឹងការលេងអុកតែគាត់ក៏ទទួលបានជោគជ័យនៅក្នុងការទម្លុះកម្រិតមើលទៅពិតជាអរគុណជាខ្លាំងសម្រាប់លោកយីឥឡូវនេះវាដល់ពេលចំពោះពួកគេចាប់ផ្ដើមធ្វើជាមួយនឹងអាហារញ៉ាំតែម្ដងពួកគេទាំងអស់នោះក៏បានដឹងថាសាច់ដែលយីឆាងឈីងយកឲ្យមកពួកគេស៊ីនេះវាមិនមែនជាសាច់ធម្មតានោះទេតែវាគឺជាសាច់របស់ស្ដេចបិសាចតែម្ដងនេះបានធ្វើឲ្យពួកគេមានការភ័យខ្លាចមិនដឹងថាស៊ីនឹងគឺយ៉ាងម៉េចនោះទេតែយីឆាងឈីងថាប្រជាជននៅក្នុងទីក្រុងគឺស៊ីទាំងអស់គ្នានឹងអបឲ្យអាចហើយមិនដេចក៏ពួកគេអាចស៊ីជាមួយនឹងសាច់របស់ស្ដេចបិសាចបានពួកគេក៏បានដឹងថាប្រហែលមកពីពួកគេបានជំនួយអំពីលោកយីបើសិនជាមិនដូច្នោះទេតើប្រជាជនទាំងអស់នោះអាចស៊ីជាមួយនឹងសាច់របស់ស្ដេចបិសាចដោយរបៀបណាពួកគេក៏សុខចិត្តស៊ីជាមួយនឹងសាច់ដែលយីឆាងឈីងយកមកចោះដោយសារតែពួកគេខ្លាចយីឆាងឈីងរបស់យើងអន់ចិត្តរយៈពេល90លានឆ្នាំក្រោយមកពួកគេគឺបានស៊ីផឹកឆ្អែតបាទទៅហើយងាប់ផឹកអីបន្តិចសោះស្វឹងដែរពួកគេមើលទៅដូចជាត្រីត្រួតដល់ហើយនេះពួកគេក៏បានលាទៅកាន់យីឆាងឈីងត្រឡប់ទៅវិញប៉ុន្តែពួកគេក៏ទទួលដឹងជាមួយនឹងចំហាយធម្មពលដ៏ខ្មៅខ្មាច់អ្វីទេនៅពីក្រោយខ្នងរបស់ពួកគេនិយាយជាមួយគ្នាមិនទាន់បានប៉ុន្មានផងគ្រាន់តែដើរទៅមុខនឹងក៏បានឃើញជាមួយនឹងនារីស្រីសាច់ដុំម្នាក់ម៉ាយឲ្យគ្រាន់តែចំហាយធម្មពលនឹងពិតជាខ្លាំងតែម្ដងប៉ុន្តែក៏មើលមានអញអើយមិនអីចេះទៅនេះកញ្ញានឹងគឺពិតជាកាយតែម្ដងបានធ្វើឲ្យពួកគេនឹងគឺចាប់ដើមរត់ទុកឲ្យលោកណានគង់នៅទីនោះត្រូវបានកញ្ញាសាច់ដុំនឹងដាក់មួយដៃឡើងស្វាងស្រាបាទទៅហើយនិយាយទៅមិនម្ដាយទេសប់យើហើយអ្នកដែលកំពុងតែឈើមើលនឹងពួកគេមិនហ៊ានចូលនោះទេព្រោះថាបើតាមមើលម្នាក់ស្រីនោះគឺស្ថិតនៅក្នុងអាណាចក្រមហាយាននិយាយទៅពួកគេនឹងពិតជាមិនមែនជាមនុស្សសាមញ្ញនោះទេប្រហែលពួកគេទទួលជំនួយអំពីលោកជីហើយដូច្នេះបានជាពួកគេឈានទៅដល់អាណាចក្រមួយពិតជាខ្លាំងតែម្ដងអញ្ចឹងហើយបានជាពួកគេនៅទីនេះដើម្បីជាជំនួយការពារទៅកាន់យីឆាងឈីងប៉ុន្តែយ៉ាងណាក៏ដោយពួកគេក៏ត្រូវតែរត់ពីអ្នកភូមិនឹងដោយសារតែពួកអ្នកភូមិនឹងវាខ្លាំងពេកចំណែកយីឆាងឈីងគាត់កំពុងតែវឹកហាត់ប៉ុន្តែឃើញថាឥឡូវនេះគាត់មានអារម្មណ៍ថាដូចជាខ្លាំងជាងមុនមិនយូរមិនឆាប់ទេខ្ញុំពិតជាអាចឈានទៅដល់ដំណាក់កាលបង្កើតគ្រឹះហើយមិនយូរមិនឆាប់ខ្ញុំនឹងអាចហោះហើរដូចជាពួកគេបានស្រាប់តែក៏មាននរណាគេម្នាក់ក៏បានគោះទ្វារការពិតទៅនោះគឺសត្វតែជាកូនសិស្សពីអតីតកាលអ្នកគ្នាគួរតែដឹងហើយនេះគឺជាកូនសិស្សរបស់យីឆាងឈីងនៅពេលដែលដើមវគ្គដំបូងដោយពួកគេមានឈ្មោះដូចជាសៅគង់យីជាមួយនឹងយី
ជន់ហ្វេងពួកគេក៏បានមកនិយាយជាមួយនឹងយីឆាងឈីងរបស់យើងតាមម្ដងជាពិសេសហ្នឹងកម្រិតរបស់ពួកគេហ្នឹងក៏ឈិតដល់ដំណាក់កាលបង្កើតគ្រឹះនិយាយទៅចង់ខ្លាំងជាងយីឆាងឈីងរបស់យើងទៅទៀតយីឆាងឈីងយើងបានត្រឹមតែមានការចំណានចំពោះក្មេងៗទាំងអស់នេះតែប៉ុណ្ណោះមូលហេតុដែលក្មេងៗទាំងអស់នេះមកគឺដោយសារតែព្រះអាចារ្យនៅក្នុងនិកាយតៃសួនហ្នឹងគឺបានប្រាប់លោកយីជាមនុស្សដ៏អស្ចារ្យអញ្ចឹងហើយត្រូវតែយកចិត្តទុកដាក់ហើយគេក៏មានការស្ដាយក្រោយផងដែរដែលមិនបានស្ដាប់ការបញ្យល់របស់លោកយីពួកគេក៏បានគោរពនិងសុំជាមួយនឹងយីឆាងឈីងមកជួយបង្រៀនពួកគេបន្តិចបន្តួចប៉ុន្តែយីឆាងឈីងក៏បានសួរសំណួរទៅកាន់ពួកគេប្រសិនបើពួកយើងគឺបាវខាត់ប៉ុន្តែយើងស្រូបយ៉ាងណាក៏ដោយវានៅតែដូចជាគ្មានការឡើងកម្រិតតើនោះវាគឺមកពីមូលហេតុអ្វីបើតាមពួកគេដឹងនេះគឺដោយសារតែឬក៏ខាវយានបើកម្រិតទាបវិញអ្នកដូចជាត្រូវការតែរបស់របរឬក៏ឧបករណ៍បន្តិចបន្តួចចាប់ពីកម្រិតមធ្យមទៅចាប់ផ្ដើមច្រើនបើសិនជាកម្រិតខ្ពស់ឬក៏លុះនឹងវាគឺត្រូវការរបស់កាន់តែច្រើននេះបានធ្វើឲ្យយីឆាងឈីងគិតថាមើលទៅខ្ញុំមានឬក៏ដែរពិតជាខ្ពស់ហើយមើលទៅស្រាប់តែពីរអ្នកហ្នឹងក៏ចាប់ផ្ដើមសុំពីអ្វីមួយទៅកាន់យីឆាងឈីងដូចជាគំនូរឬក៏អក្សរផ្ចង់ព្រោះថាបើតាមអ្វីដែលលោកគ្រូពួកគេប្រាប់លោកយីពិតជាអស្ចារ្យតែម្ដងយីឆាងឈីងក៏មិនបានប្រកែកអ្វីផងដែរនឹងសរសេរជាមួយនឹងកំណាព្យអ្វីមួយដូចជាឲ្យទៅកាន់ពួកគេដើម្បីស្វែងយល់ប៉ុន្តែការសរសេរនោះពិតជាខ្លាំងតែម្ដងចំហាយធម្មពលបន្ទាប់ពីសរសេររួចយីឆាងឈីងក៏បានប្រកល់ទៅកាន់ឲ្យពួកគេទាំងពីរហើយពួកគេក៏បានចាយចេញពីទំនួលបាទៅឥឡូវនេះសម្រាប់យីឆាងឈីងមានតែត្រូវការវឹកហាត់បន្តដើម្បីឲ្យឆាប់ទម្លុះកម្រិតចំណែករឿងបង្ហាញចំពោះខាងសំពាន់ស៊ីមិនវិញដែលយើងឃើញថាលោកស៊ីមិនគាត់ក៏បានមកលេងចំពោះតកោរបស់គាត់ហើយគាត់មើលទៅនេះក៏មិនមែនដើម្បីគ្រប់គ្រងអ្វីផងដែរប៉ុន្តែបរិសម្នាក់ដែលគឺជាមេដឹកនាំតកោបច្ចុប្បន្នប្រាប់ថានឹងកើឈិនគឺត្រូវការជំនួយអំពីតកោស៊ីមិនរបស់ពួកយើងដោយសារតែពួកយើងលោកមុនគឺបានចំពាក់គុណទៅកាន់ពួកគេដោយពួកគេគឺបានប្រកល់ជាមួយនឹងថ្នាំទឹកអ្វីទេខ្ញុំគឺបានភ្លេចឈ្មោះបាយទៅហើយពួកគេត្រូវការជំនួយពីពួកយើងដោយសារតែមិនចង់ចំពាក់គុណពួកគេគាត់ក៏ចង់យកព្រមឲ្យអបិហ្នឹងចូលមកដែលបរិសម្នាក់នេះហើយគឺគាត់ជាដាច់នៅក្នុងនគរឈិនដែលដូចជាត្រូវហៅថាឈិនឈីលូដែលពួកគេត្រូវការជំនួយអំពីត្រកូលស៊ីមិនទោះបីជាពួកគេមិនចង់លុកដៃក៏ដោយក៏ត្រូវតែជួយផងដែរដោយសារតែពួកគេទទួលបានជាមួយនឹងសារអ្វីទេអំពីអាធិរាជវូយីអាធិរាជវូយីនឹងគឺជាអាធិរាជមួយដ៏ខ្លាំងក្លាដែលបានឈានទៅដល់អាណាចក្រខាងលើបើសិនជាអ្នកយកព្រមជួយខ្ញុំនឹងប្រកល់ចំពោះវត្ថុមួយនេះឲ្យទៅកាន់អ្នកវាគឺជាសម្រាប់ឲ្យអ្នកជួយចំពោះនៅកើឈិនរបស់ពួកយើងវាក៏បានប្រាប់ផងដែរគេទទួលបានសារមួយនេះអំពីអាធិរាជវូយីដោយសារតែបង្ហាញពីភាពការគោរពស្មោះត្រង់ទៅកាន់គាត់ដូច្នោះបានជាគាត់ប្រកល់ជាមួយនឹងសារមួយនេះឲ្យមកកាន់ខ្ញុំអាសារហ្នឹងដូចជាវត្ថុដ៏អស្ចារ្យអ្វីមួយចឹងប៉ុន្តែមិនដឹងទេបើហើយសំហាតែវត្ថុទៅហើយគេសុខចិត្តប្រើវាដើម្បីជាធ្នូដើម្បីជួយទៅកាន់ចំពោះនគរឈិនរបស់ពួកគេរារាំងអំពីនគរយានជាមួយនឹងនគរសៀខ្លាចថារួមដៃគ្នាមកវិប្រហារនគរឈិនលោកស៊ីមិនក៏បានយកព្រមជួយប៉ុន្តែខ្លួនអាចត្រឹមតែជួយពន្យាពេលត្រឹមតែ100ឆ្នាំតែប៉ុណ្ណោះព្រោះថាខ្លួនក៏មិនដឹងថានគរដាយានជាមួយនឹងដាសៀមិនដឹងថាពួកគេនឹងចាប់ផ្ដើមវាយប្រហារអ្នកម្ដងទៀតនៅពេលណាទេប៉ុន្តែគាត់ច្បាស់ថាអាចជួយពន្យាបានគឺរយៈពេល100ឆ្នាំឈិនឈីលូក៏បានយល់ព្រមប៉ុន្តែមើលទៅវាដូចជាមានការលះពុតអ្វីទេនៅពេលដែលចេញមកខាងក្រៅវានិយាយជាមួយនឹងកូនចៅរបស់វាថាវត្ថុដែលវាបានប្រកល់ឲ្យទៅកាន់ចំពោះស៊ីមិននឹងគឺមិនមែនជារបស់ល្អនោះទេដែលនោះដូចជារបស់បិសាចដោយសារតែវត្ថុនោះហើយបានគ្រប់គ្រងគាត់ហើយក៏បានប្រើជាមួយនឹងការលះបង់កូនក្មេងនិងក្មេងប្រុសក្មេងស្រីជាច្រើនលានអ្នកដើម្បីរួចផុតអំពីការគ្រប់គ្រងមួយនោះដូច្នេះហើយបានជាគាត់ប្រកល់វត្ថុមនុស្សឲ្យទៅកាន់ស៊ីមិនទុកក៏មិនចំណេញដកក៏មិនខាតដូច្នេះវាពិតជាល្អណាមួយវាក៏អាចជួយចំពោះនគរដាយានចំណែកលោកស៊ីមិនគាត់គឺបានវឹកហាត់ជាមួយនឹងវត្ថុមនុស្សបានធ្វើឲ្យគាត់ក៏កាន់តែខ្លាំងប៉ុន្តែមានការខុសប្លែកបន្តិចដោយយើងឃើញថាចំហាយធម្មពលខ្មៅចេញអំពីរូបរាងកាយរបស់គាត់ក៏ចង់សាកល្បងទៅកាន់នគរដាយានចង់ដឹងថានៅទីនោះគឺមានការចម្រើនអ្វីខ្លះនៅពេលដែលបានមកដល់បានដឹងថាមើលទៅវាពោពេញទៅដោយចំហាយធម្មពលសំណាងគាត់ក៏ចង់ដឹងកាន់តែខ្លាំងថាពីណាគេជួយព្រោះថាគាត់មិនដឹងថារយៈពេល100ឆ្នាំក្រោយនឹងមានសង្គ្រាមបែបណាទៀតនោះទេគាត់ក៏បានទៅកាន់កន្លែងព្រះវិហារបៃតងតែឃើញថាដូចជាមានប្រតិកម្មអ្វីមួយអញ្ចឹងតែគាត់គឺមិនបានចោលរំឡើយហើយគាត់ក៏បានដឹងថារូបសំណាកនោះគឺជារបស់យីឆាងឈីនោះទេដោយសារតែមានគណិតអ្វីមួយគឺបានបាំងមុខតើសំណាងដែលបានបញ្ចេញគឺចេញមកពីរូបសំណាកមួយនេះមិនដែរឬទេមើលទៅវាដូចជាចំហាយធម្មពលរបស់លោកយាយអញ្ចឹងបរិសម្នាក់
ក៏បានមកនិយាយជាមួយនឹងស៊ីមិនហើយក៏បានណែនាំគាត់នឹងឲ្យស្គាល់អំពីព្រះបៃតងព្រោះថានៅពេលដែលអ្នកបានគោរពគាត់នោះវាបង្កើនជាមួយនឹងសំណាងឬក៏បំណងប្រាថ្នារបស់អ្នកបានសម្រេចតែម្ដងត្រង់ហ្នឹងបរមអ្នកនោះនិយាយច្រើនណាស់ជាពិសេសក៏បាននិយាយអំពីចំហាយធម្មពលខ្មៅចេញអំពីរូបរាងកាយរបស់បរោះចំណាស់ម្នាក់នឹងផងដែរប៉ុន្តែបរោះចំណាស់នឹងបែរជាមិនជឿទេគឺជាស៊ីមិនរបស់យើងនឹងហើយបែរជាគិតថាព្រះដែលបរោះម្នាក់នឹងនិយាយនឹងគ្រាន់តែជាមនុស្សបោកប្រាស់តែប៉ុណ្ណោះគាត់ក៏ចង់បញ្ចេញធម្មពលវេបហាផងដែរដើម្បីឲ្យអាក្មេងនឹងដឹងថាខ្លួនគឺខ្លាំងប៉ុណ្ណាប៉ុន្តែបែរជាគ្មានផលប្រយោជន៍អ្វីនោះទេក្មេងប្រុសម្នាក់នឹងនៅតែនិយាយឲ្យចំពោះស៊ីមិនមកគោរពតែមើលទៅស៊ីមិនគឺមិនខ្វល់ដើរចេញទាំងកំហឹងខ្ញុំនឹងទៅសួរចំពោះស្ដេចដាយានអំពីអ្វីដែលកើតឡើងនៅទីនេះហើយអ្វីបែរជាពួកគេជឿទៅការចំពោះអ្នកបោកប្រាស់ទាំងអស់នោះអញ្ចឹងដោយចំពោះក៏មិនបានដឹងថានោះគឺជាយីឆាងឈីងរបស់យើងនោះទេហើយចំណែករឿងក៏បានបញ្ចប់ទៅនឹងផងដែរ